កុំចេះតែហ៊ានថតសុភិតិឆ្លើយតបដាក់ទៅវិញម៉ាំងបន្ទាប់ពីមានអ្នកមួយចំនួនហ៊ានយករូបថតរបស់ខ្លួនទៅប្រៀបធៀបជាមួយនឹងតាសក់សភ្នំត្បែងថែមទាំងបោះសម្ដីថាថ្មីនេះមានការវែកញែកផ្គូកងពីពេញបណ្ដាញសង្គមតាក់ទងទៅនឹងតាសក់សភ្នំត្បែងដោយមហាជនកំពុងផ្ទុះការចាប់អារម្មណ៍ទៅលើសម្រស់តាសក់សភ្នំត្បែងមកដោយតានវត្តផ្ទះលេខ2ដែលជាស្ថាបនិក Miss Grand International ខណៈអ្នកខ្លះនិយាយថាប្រហែលជាតាសក់សភ្នំត្បែងស្រឡាញ់តានវត្តខ្លាំងណាស់ហើយបានជាលួចទៅកែសម្ផស្សមុខឡើងដូចបើមើលមួយផ្លែច្រឡំស្មានតែបងប្អូនភ្លូទៅហើយដោយមានអ្នកខ្លះនិយាយថាមុខគាត់ដោយតានវត្តបែបបិទលោកអើយយ៉ាងណាមិញអ្វីដែលសម្ដែងការនឹកស្មានមិនដល់ជាងនេះទៅទៀតនោះទៅតែល្បីថាតាសក់សភ្នំត្បែងមានមុខមាត់ដូចទៅនឹងតានវត្តស្រាប់តែគេយករូបភាពរបស់តារាចម្រៀងប្រុសវ័យក្មេងលោកថុលសុភិតិទៅប្រៀបធៀបជាមួយនឹងតាសក់សភ្នំត្បែងការផុសមួយនេះបង្កការភ្ញាក់ផ្អើលអស់អ្នកគាំទ្រនេះបើតាមរយៈគណនីមួយឈ្មោះវិភាកុនបាននិយាយថាអ្នកកែសម្ផស្សមានអារ័យហៃខ្ញុំជួយដែរខាគាត់ខាប់ភុំខុំយ៉ាក់មានតម្រង់មុខសេដ្ឋីហុងស៊ុយដូចលោកណាវ៉ាតក្រៃស៊ីនតាត្រេមុខត្រជាចង្ការក្មេងដូចភិតិមានអីគ្រាន់តែប្រទះឃើញរូបភាពរបស់ខ្លួនភ្ជាប់ជាមួយនឹងរូបថតតាសក់សភ្នំត្បែងនិងតានវត្តផ្ទះលេខ2ភ្លាមមិនបងអង្គយូកេងមិនលក់បបមិនហើយតារាចម្រៀងប្រុសលោកថុលសុភិតិក៏បានចេញមុខមកសែបបន្តរួចពោពាក្យបែបនេះថាមិនបានដូចខ្ញុំទៅវិញ